ខ្ញុំនឹងថាអ្នកទាំងអស់គ្នាពេលនេះសុទ្ធតែអន្ទះសារចង់រំខ្លាំងណាស់ពេលនេះខ្ញុំសូមប្រកាសពិធីរំលែកចាប់ផ្ដើមសម័យបានឆ្លងមួយឆ្នាំថ្មី